ស្លេតអ្នកគ្នាខ្ញុំត្រឡប់មកវិញជាមួយរឿង Login episode 2 នៅក្នុង episode 1យើងបានឃើញថា Jin បានចូលទៅជាប់នៅក្នុង game មួយហើយគាត់មិនអាច log out ចេញពីទីនោះបានទេនៅដើម episode 2យើងឃើញរទេះមួយដែលមានសេះប្រហែល4ទៅ5ក្បាលហើយមានមនុស្សម្នាក់កំពុងធ្វើដំណើរនៅខាងក្នុងរទេះហើយមនុស្សម្នាក់នោះជានរណាគឺ Jin របស់យើងនឹងឯង Jin កំពុងអង្គុយគិតថាទោះបីគាត់ព្យាយាមប៉ុណ្ណាក៏ដោយក៏គាត់មិនអាចចេញពីទីនេះបានដែរហើយបើគាត់ស្លាប់នៅក្នុងជីវិតនេះឬនិយាយឲ្យច្បាស់គឺស្លាប់នៅក្នុង game នេះនោះនៅក្នុងពិភពពិតគាត់ក៏នឹងស្លាប់ដែរដោយគិតពីរឿងនេះគាត់មានការភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់មកគាត់គិតថាប្រហែលជាគាត់គួរអង្គុយរងចាំស្ងៀមរយៈពេល3ទៅ4ថ្ងៃដើម្បីរងចាំនរណាម្នាក់ពីភពខាងក្រៅចូលមកជួយគាត់ប៉ុន្តែគ្មានអ្វីកើតឡើងទេដូច្នេះ Jin និយាយថាយើងត្រូវតែរកវិធីដោយខ្លួនឯងដើម្បីអាចចេញពីទីនេះបានប៉ុន្តែតាម user manual គាត់មិនអាចចេញពីទីនេះដោយខ្លួនឯងនោះមានន័យថា system តែមួយគត់ដែលអាចជួយឲ្យគាត់ចេញបានប៉ុន្តែ system នឹងធ្វើឲ្យគាត់ចេញដោយរបៀបណាអាចជាការផ្ដល់អ្វីមួយឲ្យគាត់ឬអាចជាការតម្រូវឲ្យគាត់បំពេញលក្ខខណ្ឌណាមួយដែលគិតដូច្នេះ Jin ចាប់ផ្ដើមលើកទឹកចិត្តខ្លួនឯងហើយសម្រេចចិត្តថាគាត់ត្រូវតែបំពេញអ្វីៗទាំងអស់ដែល system តម្រូវហើយត្រូវ level up ឲ្យបានដើម្បីបំពេញលក្ខខណ្ឌនោះបន្ទាប់មកគាត់បើក quest នៅក្នុង quest មានសរសេរថាគាត់ត្រូវតែយល់ពី system របស់ខ្លួននិងយល់ថា system ដំណើរការយ៉ាងដូចម្ដេចបន្ទាប់ពីនោះ Jin បើក character profile របស់គាត់នៅទីនោះបង្ហាញថាគាត់គឺជា level 10 player ហើយជា second rank warrior ដែលស្ថិតក្នុងកម្រិតទាបបំផុតប្រហែលស្មើនឹង F rank គាត់មាន point ដែល system បានផ្ដល់ឲ្យប៉ុន្តែ point សរុបរបស់គាត់នៅសល់ត្រឹម0ដូច្នេះគាត់ចាប់ផ្ដើមកែប្រែ point របស់ខ្លួនគាត់មាន100 point សម្រាប់ចែកចាយគាត់ដាក់30 point strength 30 points power 40 points agility បន្ទាប់ពីចែក point ទាំងនេះ power នៅក្នុងខ្លួនរបស់គាត់ក៏ចាប់ផ្ដើមកើនឡើងគាត់មានអារម្មណ៍ថាមានអ្វីមួយកំពុងផ្លាស់ប្ដូរនៅក្នុងខ្លួនហើយគាត់មានអារម្មណ៍ល្អខ្លាំងចំពោះអ្វីដែលកំពុងកើតឡើងបន្ទាប់ពីរយៈពេលមួយ system បានបញ្ចប់ដំណើរការ Jin អង្គុយគិតថាអារម្មណ៍នេះដូចជាអារម្មណ៍កាលពី7ឆ្នាំមុននៅពេលដែលគាត់បាន awakening ជាលើកដំបូងភ្លាមនោះ system បានផ្ញើសារអ្នកបានបញ្ចប់ការភ្ញាក់ដឹងខ្លួន awakening បានយ៉ាងល្អអ្នកត្រូវបាន promote ពី third rank ទៅ second rank ឥឡូវនេះ Jin បានក្លាយជា second rank warrior ហើយនិយាយឲ្យងាយយល់ second rank warrior គឺប្រហែលជា D class warrior បន្ទាប់មកយើងត្រូវបានបង្ហាញពី power របស់គាត់ប៉ុន្តែគាត់ស្ទើរតែមិនមានអ្វីទាំងអស់ទេគ្មាន cultivate គ្មាន martial arts គ្មានអ្វីសោះគាត់គ្រាន់តែអង្គុយទំនេរនៅទីនោះដោយគិតពីរឿងទាំងនេះ Jin ក៏ខឹងនឹងខ្លួនឯងយ៉ាងខ្លាំងព្រោះ character ចាស់របស់គាត់មិនបានរៀនអ្វីសោះប៉ុន្តែគាត់មាន ability point 100 ability point និង status point គឺជារបស់ពីរផ្សេងគ្នា ability point អាចប្រើដើម្បីបង្កើន internal force និង external force ចំណែក status point អាចប្រើដើម្បីបង្កើន stamina និងសមត្ថភាពផ្សេងបន្ទាប់មកយើងត្រូវបានប្រាប់ថា external force អាចប្រើសម្រាប់ការប្រយុទ្ធនិងការបរបាញ់ចំណែក internal force អាចប្រើសម្រាប់ magic ដោយសារតែនៅក្នុងពិភពដើម Jin គឺជា external user ដូច្នេះគាត់គិតថាគាត់គួរតែប្រើអ្វីដែលគាត់ស្គាល់និងមានបទពិសោធន៍គាត់ដាក់60 point ទៅលើ body និង external force បន្ទាប់មកគាត់ដាក់40 point ទៅលើ internal force ភ្លាមបន្ទាប់ពីដាក់ point រួចឆ្អឹងរបស់គាត់ចាប់ផ្ដើមបញ្ចេញសំឡេងក្រិចដំបូងគឺដៃរបស់គាត់បន្ទាប់មកគឺស្មាហើយបន្ទាប់មករាងកាយទាំងមូលរបស់គាត់ចាប់ផ្ដើមផ្លាស់ប្ដូរអាចជឿចាប់ខ្លាំងរហូតដល់គាត់ស្ទើរតែទ្រាំមិនបានគាត់ចាប់ផ្ដើមញើសពេញខ្លួនអ្វីដែលអ្នកកំពុងឃើញគឺគ្រាន់តែញើសប៉ុណ្ណោះកុំយល់ច្រឡំពេលនោះរាងកាយរបស់គាត់ចាប់ផ្ដើមផ្លាស់ប្ដូរបន្ទាប់ពីគាត់ហត់និងដកដង្ហើមខ្លាំងយើងឃើញមុខរបស់គាត់បន្ទាប់មកយើងឃើញរាងកាយរបស់គាត់คล้ายជាមាំមួននិងមានសុខភាពល្អសាច់ដុំរបស់គាត់កាន់តែរឹងមាំសរសៃឈាមក៏លេចចេញច្បាស់ដៃរបស់គាត់កាន់តែមានកម្លាំងខណៈដៃរបស់គាត់ក៏คล้ายជារឹងមាំខ្លាំងJinគិតថាប្រហែលជា system អាចនាំគាត់ទៅបានឆ្ងាយជាងនេះគាត់ក៏មិនដឹងថា system អាចធ្វើឲ្យគាត់កាន់តែខ្លាំងបានប៉ុណ្ណាទេប៉ុន្តែមិនអីទេទោះបីមាន power ប៉ុណ្ណាក៏ដោយគាត់នឹងប្រើវាឲ្យអស់ពីសមត្ថភាពបន្ទាប់មក Jin ចាប់ផ្ដើមធ្វើផ្នែកទី3នៃ quest នៅផ្នែកនេះគាត់ត្រូវរៀនប្រើ inventory របស់ខ្លួន inventory គឺជាកន្លែងសម្រាប់រក្សាទុករបស់របរនៅក្នុង inventory របស់គាត់មាន robe មួយ Jin ដក robe ចេញពី inventory ហើយយកមកពាក់ពេលគាត់ពាក់ robe រួចពណ៌របស់វាក៏ផ្លាស់ប្ដូរហើយនោះក៏សមទៅនឹងរាងកាយរបស់គាត់សម្លៀកបំពាក់ចាស់របស់គាត់ធ្លាក់ចេញមកក្រៅJin ក៏យកសម្លៀកបំពាក់ចាស់នោះដាក់ចូលទៅក្នុង inventory វិញពេលគាត់រក្សាទុកវារួចផ្នែកទី3នៃ quest ទី2ក៏បានបញ្ចប់ភ្លាមនោះ system ផ្ញើសារមកថា quest ទី2បានបញ្ចប់ហើយបន្ទាប់មក Jin ទទួលបាន quest ទី3ក្នុង quest ទី3គាត់ក៏ទទួលបាន reward ផងដែរ reward របស់គាត់គឺ spear មួយបន្ទាប់មក system ចាប់ផ្ដើមប្រាប់គាត់អំពី quest ទី3 spear នេះមើលទៅមិនសូវល្អប៉ុន្មានទេប៉ុន្តែសម្រាប់ការចាប់ផ្ដើមវាក៏អាចប្រើបាន Jin ធ្វើការ equip spear ភ្លាមនោះ spear មួយក៏លេចឡើងនៅក្នុងដៃរបស់គាត់វាមើលទៅដូចជាអាវុធធម្មតា
ប៉ុន្តែមិនអីទេយ៉ាងហោចណាស់វាអាចប្រើបានចាប់ពីពេលនេះទៅ system ដូចជាកំពុងកំណត់ឲ្យជីនខ្លាយជា Spear Warrior បន្ទាប់មក system ប្រាប់គាត់ថាឥឡូវនេះសូមត្រៀមខ្លួនសម្រាប់ quest ទី3មានន័យថាគាត់ត្រូវត្រៀមខ្លួនសម្រាប់ការប្រយុទ្ធបន្ទាប់មកយើងឃើញបរិសុទ្ធចំណាស់ម្នាក់បរិសុទ្ធចំណាស់នោះគឺ driver ដែលកំពុងបើករទេះរបស់ជីន driver និយាយថា Young Master ឥឡូវនេះពួកយើងកំពុងជួបបញ្ហាហើយជីនសួរថាមានបញ្ហាអ្វីភ្លាមនោះ system ផ្ញើសារមកថា quest ទី3បានចាប់ផ្ដើមអ្នកត្រូវសម្លាប់ bandit នៅពេលនោះយើងឃើញ bandit មួយក្រុមបង្ហាញខ្លួននៅពីមុខជីនបន្ទាប់មកយើងត្រូវបានណែនាំអំពី bandit ទាំងនេះមេរបស់ពួកគេមានឈ្មោះថា Jiangxi គាត់បានក្លាយជាមេ bandit តាំងពីអាយុ20ឆ្នាំ Jiangxi និងក្រុម bandit របស់គាត់រស់នៅក្នុងតំបន់មួយដែលមានឈ្មោះថា Five Mountain ពួកគេតែងតែស្វែងរកគ្រួសារអ្នកមានដើម្បីវាយប្រហារនិងប្លន់យកទ្រព្យសម្បត្តិបន្ទាប់មកយើងចាប់ផ្ដើមឃើញស្ថានភាពនៅទីនោះ driver និយាយថាមុននេះខ្ញុំមិនដែលឃើញ bandit នៅទីនេះទេគាត់ក៏សង្កេតឃើញថា bandit មានត្រឹមប្រហែល6នាក់ប៉ុណ្ណោះពួកគេថែមទាំងមិនបានដាក់អន្ទាក់អ្វីទៀតផង driver គាត់ថាវាមើលទៅងាយស្រួលជាងនឹងខ្ញុំគិតយិនគាត់និយាយថាមើលទៅពួកនេះប្រហែលជា NPC ទេ driver បន្តនិយាយថាមុននេះគាត់មិនដែលឃើញ bandit នៅក្នុងតំបន់នេះទេយិនសួរថាហេតុអ្វី driver បញ្យល់ថាព្រោះពួកគេតែងតែលាក់ខ្លួននៅក្នុងភ្នំប្រសិនបើពួកគេចេញពីភ្នំទៅខាងក្រៅនោះ Marshall family នឹងសម្លាប់ពួកគេដោយសារតែការប្លន់របស់ពួកគេដូច្នេះប្រសិនបើ bandit ចេញពីភ្នំមកធ្វើការប្លន់នៅខាងក្រៅពួកគេនឹងត្រូវបានសម្លាប់បន្ទាប់មក driver និយាយថាប្រសិនបើ master យល់ព្រមតើឲ្យខ្ញុំដោះស្រាយជាមួយពួកគេទាំងអស់នេះបានទេជីនគិតក្នុងចិត្តថាអូបរិសម្នាក់នេះពិតជាមានសមត្ថភាពខ្ញុំរំពឹងថាគាត់នឹងអាចការពារសុវត្ថិភាពរបស់ខ្ញុំបានបន្ទាប់មក bandit និយាយថាយកទ្រព្យសម្បត្តិទាំងអស់ដែលអ្នកមានមកឲ្យពួកយើង driver ក៏ខឹងយ៉ាងខ្លាំងហើយនិយាយទៅកាន់ពួកគេថាពួកឯងដឹងទេថាពួកឯងកំពុងឈររៀបរៀងអ្នកណាបើពួកឯងមិនចេញពីទីនេះខ្ញុំនឹងធ្វើឲ្យពួកឯងសោកស្ដាយគាត់ខឹងខ្លាំងរហូតដល់គំរាមថានឹងកម្ចាត់ពួកគេទាំងអស់ bandit មើលទៅ driver ឲ្យភ្ញាក់ផ្អើលពួកគេថែមទាំងនិយាយបែបចំអកថាតើអ្នកកំពុងធ្វើដំណើរជាមួយ emperor ឬយ៉ាងម៉េចពេលនោះជីនគិតថាឥឡូវនេះខ្ញុំនឹងបានឃើញហើយថា Marshall master ទាំងនេះប្រយុទ្ធយ៉ាងដូចម្ដេចប៉ុន្តែបន្តិចក្រោយមក driver ក៏ត្រឡប់មករកជីនវិញគាត់និយាយថា master ពួកនេះជាមនុស្សដែលត្រូវប្រើកម្លាំងទៅពួកគេស្ដាប់ពួកគេមិនស្ដាប់ពាក្យទេមានន័យថាជីនត្រូវបង្ហាញ power របស់ខ្លួនបន្ទាប់មក driver ចាប់ផ្ដើមនិយាយអំពី Jin family គាត់និយាយថាគាត់ស្គាល់ second master នៃ Jin family second master នោះគឺជាមនុស្សដែលមានទេពកោសល្យខ្លាំងណាស់នៅវ័យ20ឆ្នាំគាត់ស្ទើរតែក្លាយជាមនុស្សលេខ1នៅក្នុង Shanxi Province តោះមក driver មើលមុខ Jin ហើយនិយាយថាមើលមុខគាត់ទៅគាត់គឺជា second son នៃ Jin family Jin ឆ្លើយថាមិនមែន second ទេខ្ញុំជា third ភ្លាមនោះបរិយាកាសទាំងមូលស្ងាត់ទៅមួយសន្ទុះ driver ភ្ញាក់ផ្អើលហើយសួរដោយភ័យថា third ម្នាក់ណាបន្ទាប់មកគាត់ដឹងថា Jin គឺជា third son ដែលគេមើលថាជាមនុស្សគ្មានប្រយោជន៍បំផុតមនុស្សដែលមិនធ្វើអ្វីសោះមនុស្សដែលគ្មាន power គ្មានសមត្ថភាពអីទាំងអស់ driver ចាប់ផ្ដើមនិយាយបែបចំអកនិងសើចំអក Jin ប៉ុន្តែពេលនោះគាត់ក៏ភ័យខ្លាចខ្លាំងដែរ Jin និយាយដោយស្ងប់ស្ងាត់ថាបាទអ្នកនិយាយត្រូវហើយខ្ញុំគឺជា third son នោះមនុស្សដែលគ្មានអ្វីទាំងអស់ពេល driver ឮដូច្នេះគាត់ភ័យខ្លាំងរហូតដល់ស្លាប់នៅទីនោះ driver ដួលស្លាប់នៅនឹងកន្លែងពេល bandit ឃើញរឿងនេះពួកគេចាប់ផ្ដើមសើចពួកគេចំអកទាំង driver និង Jin បន្ទាប់មកមេ bandit និយាយទៅកាន់ Jin ថាប្រសិនបើអ្នកចង់រស់រានមានជីវិតសូមបកគោលទ្រព្យសម្បត្តិទាំងអស់របស់អ្នកមកឲ្យខ្ញុំភ្លាមនោះ system ផ្ញើសារមកថាអ្នកត្រូវសម្រាប់ bandit ទាំងអស់បើសិនបើមិនដូច្នោះទេ penalty គឺ death Jin យល់ភ្លាមថានេះគឺជាការប្រយុទ្ធ6ទល់នឹង1ដូច្នេះគាត់ត្រៀមខ្លួនប្រយុទ្ធប៉ុន្តែភ្លាមនោះ bandit ម្នាក់បានយកពូថៅបោះមកលើ Jin មិនបានត្រៀមខ្លួនតនេះដូច្នេះគាត់មិនអាចគេចបានគាត់ឈរនៅទីនោះដោយភ្ញាក់ផ្អើលពូថៅហោះមកដល់វាមើលទៅដូចជានឹងបុកទ្រូងរបស់គាត់ប៉ុន្តែវាមិនបានបុក Jin ទេពូថៅធ្លាក់ទៅបុកដីវិញ Jin មើលទៅវាហើយគិតថាហេតុអ្វីវាមិនបុកខ្ញុំ bandit ម្នាក់នោះនិយាយថាខ្ញុំខ្សោយបន្តិចទៅវាមិនបុក Jin ចាប់ផ្ដើមគិតនិងសង្កេតមើលពួកគេទាំងអស់គាត់សង្កេតឃើញថាមានតែមេ bandit ប៉ុណ្ណោះដែលមើលទៅខ្លាំងចំណែក bandit ផ្សេងទៀតសុទ្ធតែមើលទៅខ្សោយJin ធ្លាប់ប្រយុទ្ធជាមួយ goblin 6នាក់ពីមុនមករួចហើយដូច្នេះគាត់មានបទពិសោធន៍ក្នុងការប្រយុទ្ធជាមួយសត្រូវច្រើននាក់ Jin លើកដៃទាំងពីរឡើងហើយដើរទៅមុខមេ bandit គិតថា Jin កំពុងចោះចាញ់ដូច្នេះគាត់ចាប់ផ្ដើមសើចំអក Jin ប៉ុន្តែ Jin កំពុងគិតថាចូលមកចិត្តខ្ញុំបន្តិចទៀតចូលមកក្នុងចង្ងាយរបស់ខ្ញុំពេលនោះខ្ញុំនឹងដក spear ចេញហើយកំចាត់ពួកឯងទាំងអស់មេ bandit និយាយថាល្អមកចូលមកចិត្តខ្ញុំយកទ្រព្យសម្បត្តិទាំងអស់ដែលអ្នកបានប្លន់មកឲ្យខ្ញុំ Jin គឺដូច្នេះហើយបើក inventory របស់គាត់ម្ដងទៀតពេល Jin ចូលមកដល់ចម្ងាយដែលគាត់ចង់បានភ្លាមនោះគាត់ចាប់ផ្ដើមវាយប្រហារទៅលើ bandit ទាំងអស់ Jin ចូលមកដល់ចម្ងាយដែលគាត់ចង់បានភ្លាមនោះគាត់បើក inventory ហើយដក spear ចេញបន្ទាប់មកគាត់វាយប្រហារទៅលើមេ bandit យ៉ាងលឿនមេ bandit មិនទាន់មានពេលប្រតិកម្មផង spear របស់ Jin ចាក់ចូលទៅក្នុងខ្លួនរបស់គាត់ការវាយប្រហារនោះខ្លាំងរហូតដល់មេ bandit ស្លាប់ភ្លាម bandit ផ្សេងទៀតទាំងអស់ភ័យខ្លាចយ៉ាងខ្លាំងភ្លាមនោះ system ចាប់ផ្ដើមបញ្ចេញសំឡេងឌី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 ងបន្ទាប់មក system ផ្ញើសារមកថា Jin បានសម្លាប់មេ bandit ដែលមានឈ្មោះថា Yang Shuo ដូច្នេះ reward សម្រាប់ការសម្លាប់ bandit ម្នាក់ត្រូវបានបញ្ចប់មេ bandit ម្នាក់នេះត្រូវបាន Jin សម្លាប់ដោយ critical hit តែមួយប៉ុណ្ណោះគាត់ស្លាប់ភ្លាម
បន្ទាប់មក system ក៏បង្ហាញសារ level up យិនក៏ទទួលបាន point មួយចំនួនគាត់ទទួលបាន status point និង ability point status point និង ability point គឺជារបស់ពីរផ្សេងគ្នាពេល bandit ផ្សេងទៀតឃើញរឿងនេះពួកគេកាន់តែភ័យខ្លាចយិនមើលទៅពួកគេហើយនិយាយថាអ្នកបន្ទាប់ជានរណាមេរបស់ពួកអ្នកបានទៅហើយអ្នកណាដែលចូលមកបន្ទាប់ក៏នឹងត្រូវទៅដូចគ្នានៅពេលនោះយើងឃើញ spear របស់យិនមានឈាមរបស់មេ bandit ប្រឡាក់នៅលើ spear យិនបង្ហាញទឹកមុខដ៏គួរឲ្យខ្លាចពេល bandit ដែលនៅសល់ឃើញទឹកមុខរបស់យិនពួកគេកាន់តែភ័យពួកគេដឹងថាពួកគេមិនអាចឈ្នះយិនបានទេដូច្នេះ bandit ទាំងអស់ចាប់ផ្ដើមចុះចាញ់ពួកគេលើកដៃនិងប្រគល់ខ្លួនភ្លាមៗនោះ system ក៏បង្ហាញស្រាមួយតបមក quest របស់យិនក៏បានបញ្ចប់ហើយនៅទីនេះ episode ទី2ក៏ត្រូវបានបញ្ចប់ក្នុងវគ្គនេះយើងបានបញ្ចប់ chapter ទី2ទី3និងទី4 episode បន្ទាប់នឹងមកនៅថ្ងៃស្អែកចំពោះវីដេអូនេះមានបញ្ហាបន្តិចជាមួយ microphone ដូច្នេះសំឡេងប្រហែលជាមិនសូវល្អប្រហែលទេពីជាវីដេអូដំបូងតែខ្ញុំកំពុងធ្វើដូច្នេះខ្ញុំក៏នៅតែមានបញ្ហាបន្តិចនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អជាងនេះខ្ញុំនឹងព្យាយាមកែលម្អសំឡេងនិងគុណភាពវីដេអូឲ្យបានល្អបើអ្នកចូលចិត្តវីដេអូនេះសូមជួយ subscribe បើចូលចិត្តសូមជួយ like ផងហើយសូមកុំភ្លេច comment ការសរសេរ comment មិនចំណាយអ្វីទេខ្ញុំនឹងព្យាយាមឆ្លើយតប comment របស់អ្នកសូមជួយសរសេរ comment ល្អៗមកយើងជួបគ្នានៅក្នុងវីដេអូបន្ទាប់នៅថ្ងៃស្អែកជួបគ្នាម៉ោង 1 រំលងអាធ្រាត្រលាហើយជួបគ្នាឆាប់ៗនេះជួបគ្នាថ្ងៃស្អែក